ว่านักชกคนนี้มีแฟนคลับไปทั่วโลกเลยนะไม่ใช่แค่เมืองไทยฮะรูปหล่อจริงๆนะฮะ Our next fighter fighting out of France is known to have a huge fan club in Thailand all around the world. He's known for his skill and his sexy good looks. So please welcome from France, Antoine Pinto.បាទនៅពេលនេះកីឡាករស៊ីដុងស៊ូមកពីប្រទេសចិនប៉ះជាមួយកីឡាករមកពីប្រទេសបារាំងបាទប្រទេសបារាំងហើយសូមជម្រាបជូនថាកីឡាករអាតូនីពីនតូគឺជាកីឡាករប្រដាល់សេរីពិភពលោកដែលមានប្រិយមិត្តគ្រប់គ្រងទូទាំងពិភពលោកជាពិសេសនៅប្រទេសអាស៊ីយើងមិនថាកម្ពុជានិងថៃបាទដោយសារតែរូបរាងរបស់គេសាហាវមែនទែនលោកអ្នកចាប់ទស្សនាមិនចាញ់ទៅដល់ហូលីវូដទេបាទឥឡូវយើងមើលទាំងអស់គ្នាបាទកីឡាករបារាំងបាទប្រិយមិត្តជាពិសេសអាតូនីពីនតូបាទអាតូនីពីនតូជាពិសេសគឺប្រិយមិត្តនារីបាទស្មាយតែម្ដងចេញមកញញឹមតែម្ដងបាទពាក់ទាញភ្នែកបាត់ទៅហើយជាប់លំដាប់គេហៅចំណាត់ថ្នាក់លេខ1កីឡាករដែលមានប្រិយមិត្តគ្រប់គ្រងច្រើនជាងគេនៅក្នុងពិភពលោកនៅខាងកណ្ដាលសេរីបាទពិភពលោកនេះតែម្ដងអត់តែលោកផ្នែកទីម្ដងអីទៅបានផងថ្ងៃទេបើថាមុខកម្មើបាទគឺអ្នកទស្សនាតាមគេថាមុខកញ្ញើតែម្ដងយ៉ាងម៉េចពីអ្នកហ្នឹងបាទប៉ុន្តែមានបេះដូងបរិសុទ្ធដែរអរគុណច្រើនបាទឥឡូវនេះបាទស៊ីនដុងស៊ូបាទមកពីប្រទេសចិនទី4นะครับในการถ่ายทอดสดនេះបាទគឺឈ្នះ24ដងបាទគឺចាញ់4បាទនៅក្នុងការប្រកួតបាទគឺឈ្នះ24ដងបាទគឺนักชกเจ้าถิ่นครับชิดองซูครับอายุ24ปีอายุเกิน24ឆ្នាំประชาชนจีนครับน้ำหนัก72กิโลกรัมส่วนอันทวนปินโตนะครับបាទឥឡូវនេះបាទគឺអន្តនីពីនតូបាទគឺមកពីប្រទេសបារាំងបាទជាលក្ខន្តិកៈជាកតិកាគឺថាប្រដាល់សេរីឬក៏ប្រដាល់ក្បាច់បុរាណរបស់ខ្មែរយើងនេះគឺថាត្រូវតែខ្វាយគុំគ្រូបាទโดนเพื่อนโดนโหបាទนะฮะไม่ยุติธรรมนะฮะទោះបីថាការប្រកួតប្រមាណទឹកក៏ដោយបាទនេះអាតូនីពីនតូបាទគេឈ្នះ115មកจากមិនធម្មតាទេណាបាទ115បាទ72គីឡូបាទហើយចាញ់34បាទគឺស្មើមួយដងវាបាទស្មើមួយដងสมัครเล่นโลกเมื่อปี2011นะครับในด้านของอองตวนแล้วก็ได้แชมป์มาหลากหลายรายการទៅគេទៅចូលប្រឡូកក្នុងពិភពកីឡាប្រដាល់សេរីពិភពលោកនេះប្រហែលតែពីឆ្នាំ2011មកតែវាយច្រើនបានច្រើនបាទគឺមានការគ្រប់ឲ្យដើរវៃនោះគឺឲ្យតែមានកម្មវិធីប្រកួតផ្នែកសេរីនឹងគឺថាគឺគ្រប់មានឈ្មោះគេបាទមានឈ្មោះតែម្ដងហើយលទ្ធផលឆ្លាតទៅពីនតូបាទគឺដោយលោកជំនុំជម្រាបជូនអញ្ចឹងបាទគឺញឹមប្រភេទមានបស្រីប្រមាណបើដើរជុំវិញពិភពលោកអញ្ចឹងហ៎កុំច្រឡំមានប្រិយមិត្តមិនមែនមានមិត្តស្រីឬក៏ប្រិយមិត្តនេះមិនគាត់ថាអ្នកដែលចិត្តស្និទ្ធនោះគ្រប់ត្រចូលចិត្តតែប៉ុណ្្នឹងទេបាទចូលចិត្តប៉ុណ្្នឹងទេទៅមួយថៃបាទព្រោះអត់មានពេលហាត់កីឡាយកពេលហាត់កីឡាច្រើនជាងមួយរៀងបាទយកទៅការថ្វាយបង្គំនេះបាទឃើញថាថ្វាយតែម្ដងរូបវិធីមកแล้วดูการไหว้ครูนะฮะណែបាទស៊ីដុងស៊ូនៅស្ងៀមបាទអត់មានញញើតអីទេអត់មានគៀសចេញឬក៏អីណាបាទแล้วก็ไปถึงด้านของชายកីឡាករដែលមានប្រិយមិត្តគ្រប់គ្រងច្រើនបំផុតបាទនៅលើពិភពលោកខាងបណ្ដាញសេរីពិភពលោកនេះបាទเผยแพร่ของបាទនេះគឺជាការប្រកួតបាទគូឯកទី3អន្តូនីអូបាទពីនតូមកពីប្រទេសបារាំងបាទជួបជាមួយនឹងស៊ីដុងស៊ូបាទគឺកីឡាករម្ចាស់ស្រុកបាទគឺប្រទេសចិនដែរแล้วยังมีอีกสิ่งนึงครับวัฒนธรรมไทยซึ่งแม้เป็นฝรั่งแม้เราเคยฟัดเชียร์114น้องนะแดง30พูดស្មើតែម្ដងហ្នឹងពនមไหว้ครูนะครับគាត់ប្រើទេពកោសលគេហៅថាមូលដ្ឋានគ្រឹះបាទល្អគ្រប់យ៉ាងនោះបាទគឺដោយសម្រាប់របស់គាត់ពិតជាអាចទទួលបានជោគជ័យទៀតបាទជាមួយលទ្ធផលសូមជ័យទស្សនាតម្រងបាទការប្រកួតប្រដាល់សេរីឈ្មោះទៅកាន់ជើងឯកពិភពលោកបាទឆ្នាំ2014តា3ទឹកទេបាទតែនេះគឺពាក់បាទគឺកូនកាត់បាទគេហៅថា Western បាទ style glove បាទ Western style glove បាទគឺមានកង់ហើយបាទគឺបែបមិនមើលទៅមិនខ្លាំងខ្លាមើលទៅមិនគេថារន្ធត់អីដូចគូកន្លោះមកបាញ់មិញប្រហែលនេះបាទគេដាក់ពីរគូឯកសិនគេដាក់គូឲ្យស្រាលមកវិញតិចសិនកុំឲ្យតាមដឹងឃើញឈាមឲ្យច្រើនពេកបាទស្រាលមួយសិនបាទតែបើថាបីជក់ចិត្តមែនទែនគឺថាមើលទៅពិតជាមិនអាចធ្វើឲ្យលោកអ្នកនឹងគេថារំលងរឿងបាយអារម្មណ៍តារាបានឲ្យទាត់ភុងផាំងបាទស៊ីដុងស៊ូសងផ្លេតតូនីទាត់ក្រោមផ្លាប់ទាត់ក្រោមទៀតចង់ធ្វើឲ្យចន្ទល់របស់ស៊ីដុងស៊ូនឹងត្រុតបាទទុនជ្រាយកែឆ្វេងដែរណាពីតូណាពីតូបាទធម្មតាទេជើងក៏បានទៀតคนไทยไกลๆเนี่ยฮะอองตวนเอาแข้งซ้ายครับอองตวนครับបាទស៊ីដុងស៊ូបាទសងមកវិញដែរมีเลือดបាទលោកអញ្ញាកណ្ដាលបែក
างคิ้ว បាទសូមបញ្ជាក់មកថាការប្រកួតមានតែ3ទឹកទេបាទនៅក្នុងការប្រកួតនេះ ลักษณะ បាទ ม ព្រោះ วยจี ថា น គ ค ណៈ น កម្ម นี้ค កា รั រគាត់ឆ្វេងយល់ជាពិសេសបាទគឺសហព័ន្ធបាទគឺប្រដាសេរីពិភពលោកនេះយល់ឃើញថាបន្ថយទឹកទៅបាទគឺវាធ្វើឲ្យកាន់តែជក់ចិត្តឲ្យអ្នកគ្រប់គ្រងនឹងកាន់តែជក់ចិត្តប្រសិនបើប្រើដល់តែ5ទឹកពេលវេលាវែងកីឡាករមិនត្រូវអត់សូវបាទគឺបញ្ចេញសមត្ថភាពបាទគួរឲ្យចាប់អារម្មណ៍ទេចង់មានន័យថា3ទឹកបាទគឺរយៈពេលខ្លីដែរទេប្រសិនបើយើងមិនប្រឹងទេបាទគឺអត់បានទឹកតែម្ដង ใช้ชีวิตเป็นงาน ឥឡូវនេះ อุ้ยปี ទឹកទី1កែងស្ដាំទឹកបាត់ហើយ យ៉ាងមិនទៅហើយបាទស៊ីនដុងស៊ូ ចប់ទឹកទី1លំហ อยากให้ล้มก่อน បាទ លីយ៉ងស្អាតប